សួស្តីទៅកាន់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅវីដេអូមួយនេះនឹងហើយសលេងក្នុងវីដេអូមួយនេះគឺជាការរួមចំណែកថ្មីមួយនៅក្នុងសភៅថ្មីមួយដែលជាសភៅទី2របស់ខ្ញុំដែលបាននិពន្ធឡើងដែលមានឈ្មោះថា Can Go Back ហេតុផលដែលខ្ញុំនិយាយថាវាជាសភៅព្រោះដោយសារតែអាល់ប៊ុមទី1ទី2របស់ខ្ញុំហ្នឹងតាំងវិវត្តតាំង Can Go Back វាប្រៀបដូចជាសាច់រឿងនៅក្នុងសភៅមួយក្បាលអញ្ចឹងដែលខ្ញុំដកស្រង់វាឡើងអាចនិយាយពីទស្សនវិជ្ជាសង្គមពីខ្លួនខ្ញុំផ្ទាល់ឬក៏ហ្នឹងហើយអ្នកដែលពាក់ព័ន្ធក្នុងជីវិតរបស់ខ្ញុំទាំងអស់ហើយតើអ្វីទៅជានិយមន័យនៃ Can Go Back ហ្នឹងហើយសម្រាប់ខ្ញុំ Can Go Back ហេតុផលដែលខ្ញុំធ្វើវាឡើងថ្ងៃមួយពេលដែលខ្ញុំក៏លេចសម្លឹងទៅមើលរតកាលចាស់ៗកាលពីខ្ញុំនៅវ័យបឋមសិក្សាអនុវិទ្យាល័យវ័យវិទ្យាល័យខ្ញុំឃើញថាការនោះសប្បាយមែនតើកាលពីយើងនៅក្មេងខ្ញុំគិតថាអ្នកណាក៏ដូចអ្នកណាអ្នកណាក៏ដូចអ្នកណាអត់សូវមានទុកកង្វល់ច្រើនដឹងទៅរៀនមកផ្ទះអត់សូវមានបញ្ហាច្រើនលំបាកច្រើនពេលខ្លះសម្រាប់ខ្ញុំចង់បកទៅខាងក្រោយដែរចង់ត្រឡប់ទៅអតីតកាលចាស់ៗចង់ទៅលេងឡានដីលេងបាល់ឬមួយក៏លេងអីផ្សេងទៀតសប្បាយដែលអត់សូវមានទុកកង្វល់ច្រើនដូចពេលឥឡូវប៉ុន្តែបើយើងគិតមកចំណុចទៀតថាវាអាចបកទៅខាងក្រោយវិញទេអញ្ចឹងហើយបើយើងនៅត្រាំត្រែងនៅដិតដាមនៅជាប់ជាមួយនឹងរឿងអស់តែនឹងទៀតតើយើងបានអាចមកវិញទោះបីជាអតីតកាលខ្លះវាល្អសម្រាប់យើងធ្វើឲ្យយើងចងចាំអត់ភ្លេចអតីតកាលខ្លះវាខ្មៅងងឹតជូរចត់សម្រាប់យើងចងចាំវាអត់ភ្លេចដូចគ្នាប៉ុន្តែយើងអាចបកទៅខាងក្រោយវិញទេអញ្ចឹងហើយសរុបនិយមន័យរបស់ Can Go Back ឡើងវិញខ្ញុំគិតថា Can Go Back វាប្រៀបដូចជាឧបករណ៍មួយដែលយើងអាចវាស់ពីអតីតកាលចាស់ទាំងអនុស្សាវរីយ៍ល្អឬក៏ទុកកង្វល់នៅអតីតកាលប៉ុន្តែវាអាចត្រឡប់មកខាងក្រោយបានទេហ្នឹងហើយសំខាន់ក៏ដូចជាតម្លៃអប់រំរបស់អាល់ប៊ុម Can Go Back ខ្ញុំគិតថាយើងគួរតែរស់ក្នុងបច្ចុប្បន្នឲ្យបានល្អធ្វើក្នុងពេលបច្ចុប្បន្នឲ្យបានល្អរស់ជាខ្លួនអាចបានច្រើននៅពេល10 20ឆ្នាំ30ឆ្នាំទៅមុខទៀតឬក៏ពេលដែលយើងចាស់ជរាទៅគឺយើងអត់ស្ដាយក្រោយជាមួយទង្វើអីដែលយើងបានធ្វើក្នុងពេលបច្ចុប្បន្ននោះទេអរគុណច្រើននេះជានិយមន័យរបស់ Can Go Back